អញ្ចឹងម្ដងនេះលេងមែនតើបងប្អូនកម្ពុជានឹងពិចារណាប្តឹងទៅស្ថាប័នសមត្ថកិច្ចអន្តរជាតិដើម្បីទាមទារផ្តល់យុត្តិធម៌ដល់ប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជាក្រោមការបាញ់ប្រហារពីយោធាថៃហើយប្រភពគឺបណ្ដាញសារព័ត៌មាន Fresh News ឥឡូវមកសម្ដាប់បន្តហើយជួយ share ជាការលើកទឹកចិត្តខ្ញុំម្នាក់មួយផងភ្នំពេញនៅរុស្ស៊ីថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025នេះអ្នកនាំពាក្យក្រសួងការពារជាតិបានជូនដំណឹងដល់សាធារណជនជាតិនិងអន្តរជាតិឲ្យបានជ្រាបថាសមត្ថកិច្ចបានតែកំពុងស្រាវជ្រាវស៊ើបអង្កេតនិងប្រមូលភស្តុតាងចំពោះករណីដែលភៀកគីថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទកាលពីថ្ងៃទី12ខែវិច្ឆិកាដែលបណ្ដាលឲ្យស្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ចំនួន1នាក់និងចំនួន3នាក់រងរបួសដោយមានការចូលរួមពីក្រុមអ្នកអង្កេតការអាស៊ាន AOT និងអ្នកជំនាញបរទេសអ្នកនាំពាក្យក្រសួងមហាផ្ទៃសូមបញ្ជាក់ជូនថាបន្ទាប់ពីបញ្ចប់ការស្រាវជ្រាវការស៊ើបអង្កេតការប្រមូលព័ត៌មាននិងការប្រមូលភស្តុតាងគ្រប់ជ្រុងជ្រោយជាស្ថាពរដើម្បីកសាងសំណុំរឿងដោយឈលលើមូលដ្ឋាននៃច្បាប់អន្តរជាតិកម្ពុជានឹងពិចារណាប្តឹងទៅស្ថាប័នមានសមត្ថកិច្ចអន្តរជាតិដើម្បីទាមទារឲ្យមានការទទួលខុសត្រូវនិងការផ្ដល់យុត្តិធម៌ជូនដល់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាដែលបានទទួលរងគ្រោះពីឧក្រិដ្ឋកម្មនេះអញ្ចឹងបងប្អូនរឿងនេះគឺថ្មីហើយជារឿងមួយដែលបងប្អូនកំពុងតែស្ដាប់ហើយគឺពេញចិត្តតែម្ដងគឺកម្ពុជាយើងនឹងពិចារណាបាទប្តឹងទៅស្ថាប័នបាទមានសមត្ថកិច្ចអន្តរជាតិដើម្បីទាមទារបាទផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាយើងក្រោមការបាញ់ប្រហារពីយោធាថៃបាទភ្នំពេញថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025ប្រភព Fresh News សូមអរគុណ